ban kiaធ្វើសន្និសិទសាព័ត៌មាននៅថ្ងៃនេះពាក់ព័ន្ធទៅនឹងបញ្ហាសៀមឈ្លានពានមកលើដែនអធិបតេយ្យនៅកម្ពុជាយើងបាទយើងចាប់ទឹកតាំងពីលើកទី1លើកទី2ហើយយើងពិនិត្យមើលថាតើកម្ពុជាយើងអាចជួយជាតិទៅបានកម្រិតណាកន្លងមកយើងចូលរួមជួយក្នុងនាមជាមនុស្សធម៌ទៅដល់ជនភាសាក៏ដូចជាកងទ័ពជើងមុខក៏ដូចជាក្រុមគ្រួសារវិរៈកងទ័ពបានពលីបាទនឹងយើងជួយហើយយើងបានជួយផ្នែកគំនិតបាទបានដល់ជាមតិយោបល់ជាអនុសាសន៍ដល់រដ្ឋាភិបាលទាក់ទងក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិក៏ដូចថាក្នុងការស្នើទៅសហប្រធានកិច្ចប្រធានក្រុមឲ្យកោះប្រជុំបន្ទាន់ហើយក៏ដូចជាការដោះលែងការស្ដារឡើងវិញនៃការគោរពសិទ្ធិមនុស្សសិទ្ធិមនុស្សក៏ដូចជាការដោះលែងអ្នកនយោបាយដែលកំពុងតែជាប់ឃុំសកម្មជននយោបាយសកម្មជនសង្គមមេសមាគមក៏ដូចជាបងប្អូនយុវជនមេដាធម្មជាតិយុវជន23ដុល្លារឲ្យមានសេរីភាពឡើងវិញស្របទៅនឹងការចង់បានរបស់អិសរាជជននយោបាយទាំងមិនកាន់អំណាចទាំងកាន់អំណាចគឺថ្មីនេះគេឃើញដូចមិនសមអញដែលលោកប្រធានព្រឹទ្ធសភាបានផ្ញើសារខ្មែរយើងត្រូវតែសាមគ្គីគ្នាជាផ្លូវមួយជាផ្លូវមួយបើខ្មែរសាមគ្គីខ្មែររស់ខ្មែរសាមគ្គីខ្មែរឈ្នះជាយើងចង់ឲ្យពាក្យថាសារនឹងคล้ายទៅជាការពិតដោយភ្ជាប់ទៅនឹងការដោះលែងហើយស្ដារការគោរពសិទ្ធិនោះដល់ជាធម្មតាទៅហើយបើសេរីភាពទៅបាទសេរីភាពសារព័ត៌មានសេរីភាពសហជីពសេរីភាពបញ្ចេញមតិហើយនឹងរៀបចំការបោះឆ្នោតមួយសេរីត្រឹមត្រូវទៅឯណាគេនឹងទទួលបានការគាំទ្រពីការទូតដែរហើយបើសិនណាយើងមិនធ្វើការកែលម្អហើយជាពិសេសមួយទៀតគឺបោសសម្អាត scam ថាបទអក្រិតអនឡាញដែលគណៈបកបានចេញថ្លែងការណ៍ពីម្សិលមិញប៉ុន្តែនៅពេលរសៀលគេឃើញព័ត៌មានថាចាប់បានលោកចិនស៊ីនឹងមនុស្ស2នាក់ស្រុកទៅ3នាក់តកតងទៅនឹងបទអក្រិតឆបោកហ្នឹងតែយើងមិនជាញាក់ផ្អើលទេពីព័ត៌មានហ្នឹងយើងទទួលបានឃើញអន្តរជាតិគេអបកម្មរឿងច្រើនតែយើងសាទរទៅនឹងសមាជិកដែលបានខិតខំប្រឹងប្រែងហើយនឹងនាមគណៈបកកម្លាំងជាតិរបស់យើងលើកទឹកចិត្តដល់រដ្ឋាភិបាលទៅជាអាជ្ញាធរបន្តបោះសម្អាតយើងគិតថា3នាក់ហ្នឹងដូចជាមិនតន់គ្រប់ទេអាចនៅមានតទៀតនៅបំណងយើងប៉ុណ្ណឹងហើយយើងនឹងរៀបចំដាក់នៅឯកសារមួយចំនួនដែលពាក់ព័ន្ធទៅនឹងការឈ្លានពានពីសំណាក់សៀមមកលើដែនអធិបតេយ្យនៃកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បាទ